Robot កញ្ចក់និពន្ធដោយ Yushi Norinoguchi ច្បាប់កញ្ចក់តទៅនេះគឺជាហេតុការណ៍ដែលបានកាត់ឡើងពិតប៉ុន្តែយើងបដូរឈ្មោះនិងអាជីពរបស់តួអង្គសម្ដែងនៅក្នុងរឿងនេះអេកូអាគិយ៉ាមៈជាស្ត្រីមេផ្ទះអាយុ41ឆ្នាំដែលមានរឿងខ្វល់ខ្វាយក្នុងចិត្តជាពន្លឹករឿងនោះគឺយូតាកូនប្រុសរបស់នាងដែលរៀននៅបឋមសិក្សាហើយកំពុងនឹងឡើងថ្នាក់ទី5ត្រូវមិត្តភ័ក្តិនៅសាលារៀនធ្វើបាបមិត្តភ័ក្តិទាំងនោះមិនបានប្រាអំពើហិង្សាអ្វីនោះទេគ្រាន់តែបញ្ចេញអាកប្បកិរិយាស្អប់ខ្ពើមនឹងថាយូតាគឺជាមេបញ្ហាខ្ញុំមិនត្រូវបានមិត្តភ័ក្តិធ្វើបាបអីនោះទេយូតាប្រកែកយ៉ាងមើងម៉ាត់អេកូមានអារម្មណ៍ពើផ្សាក្នុងចិត្តគ្រប់ពេលដែលឃើញកូនប្រុសរបស់នាងនៅឯកាម្នាក់ឯងយូតាចូលចិត្តលេងបេសបលជាខ្លាំងប៉ុន្តែមិត្តភ័ក្តិទាំងអស់មិនព្រមបបួលយូតាទៅលេងជាមួយទេជារៀងរាល់ថ្ងៃក្រោយពេលចេញពីសាលារៀនគេតែងតែទៅលេងនៅក្នុងសួនសាធារណៈម្នាក់ឯងដោយគ្រាន់តែយកបេសបលចោលទៅលើជញ្ជាំងរបងសួនច្បារយូតាធ្លាប់លេងបេសបលជាមួយមិត្តភ័ក្តិកាលពី2ឆ្នាំមុនថ្ងៃមួយគណៈពេលដែលអេកូត្រឡប់មកពីផ្សារវិញនាងបានដើរកាត់សាលារៀនហើយឃើញយូតាកំពុងលេងបេសបលជាមួយមិត្តភ័ក្តិនៅក្នុងទីលានយូតាលេងមិនបានល្អហើយត្រូវបានមិត្តភ័ក្តិទាំងអស់រោមស្ដីបន្ទោសមិត្តភ័ក្តិនៅក្នុងក្រុមបន្ទោសយូតាសំលេងខ្លាំងៗដោយមិនទុកមុខឯងលេងអន់ខ្លាំងណាស់ព្រោះតែឯងនឹងហើយតើពួកយើងចាញ់3បន្ទុកប្រសិនបើពួកយើងចាញ់គឺមកពីឯងនឹងហើយអេកូនឹកគិតនៅក្នុងចិត្តថាទោះបីយូតាលេងកីឡាមិនពូកែដូចក្មេងដទៃតែគេក៏មានចិត្តសន្តោសប្រណីយូតាក៏មានចំណុចល្អដែរអេកូនឹកខូចចិត្តជំនួយយូតាដែលមិនមានមិត្តភ័ក្តិណាម្នាក់មើលឃើញនៅចំណុចល្អរបស់គេបន្តិចសោះនាងមិនអាចទទួលយកបាននៅពេលដែលឃើញកូនញញឹមហើយសុំទោសមិត្តភ័ក្តិទាំងពួកគេនិយាយពាក្យសម្ដីដាក់មិនពីរោះទាល់តែសោះនោះទេចាប់តាំងពីថ្ងៃនោះមកមិត្តភ័ក្តិទាំងអស់ក៏មិនបានបបួលយូតាទៅលេងបេសបលដូចពេលមុនទៀតឡើយឯងជាមនុស្សចង្រៃតើមាននរណាចង់លេងជាមួយឯងទៅមិត្តទាំងអស់និយាយទៅកាន់យូតាកាត់ទុកក្នុងចិត្តជាខ្លាំងព្រោះមិនមានមិត្តណាម្នាក់បបួលទៅលេងបេសបលហើយអេកូក៏ដឹងច្បាស់នៅបញ្ហាទាំងអស់នេះព្រោះនាងសង្កេតឃើញយូតាត្រូវគួបោកបោកដាក់នាងជាញឹកញាប់ក៏ប៉ុន្តែយូតាក៏មិនដែលប្រាប់អេកូថាគេអបសក់ឬពិបាកក្នុងចិត្តសូម្បីតែបន្តិចចំពោះអេកូវិញបញ្ហាដែលនាងពិបាកក្នុងចិត្តបំផុតនោះគឺកូនប្រុសរបស់នាងមិនព្រមនិយាយបញ្ហាជាមួយនាងខ្ញុំមិនបានកាត់អីទេម៉ាក់កូនប្រុសរបស់នាងនៅតែមាត់រឹងដូចដើមទោះបីជាអេកូព្យាយាមបង្រៀននៅរបៀបវិធីសេពគប់មិត្តភ័ក្តិដល់យូតាយ៉ាងណាក្តីក៏គេបដិសេធគ្រប់ពេលពិតជារំខានមែនម៉ាក់នេះកុំមករញ៉េរញ៉ៃនឹងខ្ញុំបានទេឬនៅពេលដែលនាងបានស្នើទៅកូនប្រុសរបស់នាងថាដូរសាលារៀនល្អទេយូតាផ្លាស់ប្ដូរទឹកមុខហើយនិយាយតបថាប្រសិនបើម៉ាក់ហ៊ានធ្វើបែបនោះមែនកូននឹងខឹងម៉ាក់ជារៀងរហូតចាំតែមើលចុះអេកូបានត្រឹមតែពិបាកចិត្តនឹកបន្ទោសខ្លួនឯងថាជាមនុស្សមិនបានការដែលមិនអាចជួយកូនប្រុសខ្លួនបាននោះទេថ្ងៃមួយយូតាក្រពុលមុខជាខ្លាំងពេលត្រឡប់មកផ្ទះវិញបន្ទាប់ពីបានចេញទៅលេងបេសបលនៅសួនសាធារណៈដូចសពមួយដងកាត់អីកូនប្រុសម្ដាយអេកូសួរអត់អីទេម៉ាក់យូតាមិនព្រមនិយាយអ្វីប្រាប់ទាំងអស់មិនយូរប៉ុន្មានការពិតក៏ត្រូវបែកធ្លាយពេលអ្នកជិតខាងផ្ទះម្នាក់ដែលជិតស្និទ្ធនឹងគ្នាបានទូរស័ព្ទមករកអេកូនៅយប់នោះលោកស្រីអេកូយូតាមាននិយាយអ្វីឲ្យស្ដាប់ខ្លះទេឬទេដូចជាអត់មានទេអូថ្ងៃនេះខ្ញុំបាននាំកូនខ្ញុំទៅជិះតង់នៅក្នុងសួនសាធារណៈហើយក៏បានឃើញយូតាកំពុងលេងបេសបលម្នាក់ឯងដូចសពមួយដងដែរភ្លាមនោះមានកូនក្មេងប្រហែលជាស្របក់ស្របាលគ្នាប្រមាណជា7ទៅ8នាក់ហើយដើរទៅរកយូតាបន្ទាប់មកនិយាយជាមួយយូតាថាពួកយើងកំពុងទៅលេងបាល់ទាត់ទៅសិនហើយវើយមិនត្រឹមតែប៉ុណ្ណោះក្មេងម្នាក់ទៀតបានគប់បាល់ដាក់យូតាទៀតផងទើបយូតាប្រញាប់ត្រឡប់មកផ្ទះវិញឲ្យខ្ញុំសុំទោសផងណាព្រោះពេលនោះខ្ញុំមិនដឹងថាត្រូវធ្វើដូចម្ដេចទើបល្អទេអេកូស្រឡាំងកាំងបាត់មាត់បន្តិចមានរឿងដល់ថ្នាក់នឹងផងយូតាមិនព្រមនិយាយអ្វីឲ្យខ្ញុំស្ដាប់បន្តិចសោះអេកូខូចចិត្តជាខ្លាំងដោយកូនរបស់នាងមិនព្រមបើកចំហបញ្ហាជាមួយនាងប៉ុន្តែនាងក៏មានអារម្មណ៍ចង់សាកសួរកូននៅពេលនោះដែរថ្ងៃបន្ទាប់មកអេកូក៏សម្រេចចិត្តខលទូរស័ព្ទទៅរកមនុស្សម្នាក់នោះគឺលោកយ៉ាងូជីគឺជាសិស្សច្បងប្តីរបស់នាងអេកូមិនដែលធ្លាប់បាននិយាយជាមួយលោកយ៉ាងូជីពីមុនមកទេស្វាមីរបស់នាងទើបតែបានឲ្យនេមកាតរបស់លោកយ៉ាងូជីទៅនាងកាលពីសប្តាហ៍មុនលោកយ៉ាងូជីគឺជាសិស្សច្បងនៅក្នុងសមាគមក្លឹបកីឡាខេនដូកាលពីនៅរៀនមធ្យមសិក្សា
ស្វាមីរបស់នាងមិនបានជួបជាមួយនឹងលោកយ៉ាងូជីជិត20ឆ្នាំហើយតែមុននេះបន្តិចស្វាមីរបស់នាងបានជួបគ្នាដោយចៃដន្យអ្នកទាំងពីរបានសំណេះសំណាលគ្នាជាច្រើនរឿងក្រោយពីមិនបានជួបគ្នាជាយូរអ្នកទាំងពីរនិយាយរហូតដល់ភ្លេចខ្លួនពួកគេសន្ទនាគ្នានៅក្នុងហាងកាហ្វេអស់រយៈពេល2ម៉ោងសប្តាហ៍ថ្ងៃលោកយ៉ាងូជីធ្វើការជាអ្នកផ្ដល់ប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងទូទៅស្វាមីរបស់នាងបាននិយាយប្រាប់ថាលោកយ៉ាងូជីគឺជាអ្នកជំនាញផ្នែកខាងចិត្តសាស្ត្រជាទីប្រឹក្សាដល់ក្រុមហ៊ុននានានិងមនុស្សទូទៅជាច្រើនខ្ញុំបាននិយាយរឿងរបស់យូតាឲ្យលោកយ៉ាងូជីស្ដាប់ទើបបានជាគាត់ឲ្យណែមកាត់មកខ្ញុំហើយប្រាប់ថាប្រហែលជាគាត់អាចជួយបានស្វាមីរបស់អេកូបាននិយាយប្រាប់នាងនៅថ្ងៃនោះថាអូនសាក់ទូរស័ព្ទទៅសុំយោបល់ពីគាត់មើលបងបានប្រាប់រឿងនេះដល់គាត់ខ្លះហើយគាត់ព្រមទាំងបានឲ្យណែមកាត់ដល់បងទៀតផងរឿងអីដែលខ្ញុំត្រូវខលទៅនិយាយជាមួយមនុស្សដែលមិនស្គាល់គ្នានោះបងខលទៅនិយាយម្នាក់ឯងសិនទៅអ្នកដែលគួរឲ្យព្រួយបារម្ភគឺអូនព្រោះបងឃើញអូនព្រួយចិត្តរឿងយូតាជាយូរមកហើយទើបបងចង់ប្រាប់ឲ្យសាក់ខលទៅសុំយោបល់ពីលោកយ៉ាងងូជីសាក់មើលអញ្ចឹងមានន័យថាបញ្ហាធ្លាក់លើខ្លួនខ្ញុំមែនទេទឹកចិត្តជាម្ដាយតែងតែមានការព្រួយបារម្ភពីកូនតើវាខុសត្រង់ណាមួយថ្ងៃបងគិតតែពីបើកឡានមិនដែលគិតពីបញ្ហាសុខទុក្ខរបស់កូនអ្នកដែលត្រូវមើលការខុសត្រូវយូតាគឺមានតែខ្ញុំម្នាក់ឯងគត់បងមិនដែលព្រួយបារម្ភពីកូនបន្តិចទេគ្មានផ្លូវទេដែលឲ្យខ្ញុំខលទៅគេនោះព្រោះគេជាមនុស្សប្រុសមិនដែលចិញ្ចឹមកូនដូចមនុស្សស្រីទេដូចតែបងអញ្ចឹងនិយាយចប់អេកូក៏បានបោះណែមកាត់ចោលនៅលើតុញ៉ាំបាយមួយសប្តាហ៍កន្លងផុតទៅបន្ទាប់ពីបានស្ដាប់រឿងរ៉ាវដែលអ្នកជិតខាងបាននិយាយប្រាប់អេកូមានអារម្មណ៍អស់សង្ឃឹមនាងចង់រកដំណោះស្រាយពីបញ្ហានេះឲ្យបានចប់លឿនបំផុតខ្ញុំមិនចង់វេទនាចិត្តទៀតទេមានអ្នកណាអាចជួយខ្ញុំបានដែរឬទេមួយរំពេចនោះនាងក៏នឹកឃើញរឿងលោកយ៉ាងងូជីសំណាងល្អដែលនាងរកឃើញណែមកាត់របស់គាត់ក្រោយពេលដែលយូតាចេញទៅសាលារៀនបានប្រហែលជាង1ម៉ោងទើបនាងទូរស័ព្ទទៅរកលោកយ៉ាងងូជីហើយនៅថ្ងៃនោះនាងក៏បានជួបនៅរឿងដ៏អស្ចារ្យដែលនាងនឹកស្មានមិនដល់ថាវាអាចនឹងកើតឡើងចំពោះខ្លួននាងទាល់តែសោះសហការីបានភ្ជាប់ទូរស័ព្ទទៅលោកយ៉ាងងូជីអេកូណែនាំខ្លួនសំឡេងរបស់លោកយ៉ាងងូជីបន្លឺតាមខ្សែទូរស័ព្ទស្ដាប់ដូចជាមនុស្សអារម្មណ៍ល្អនាងនឹកគិតក្នុងចិត្តថាយករឿងតូចតាចអញ្ចឹងមកពិគ្រោះមិនដឹងថាសមឬក៏មិនសមនោះទេនាងឯអងក្នុងចិត្តគឺមិនដឹងថានឹងចាប់ផ្ដើមពីត្រង់ណាមុនរហូតដល់លោកយ៉ាងងូជីផ្ដើមសួរថាអ្នកនាងគឺជាភរិយារបស់លោកអាខិយ៉ាមិមែនទេចាពិតមែនហើយអូរីករាយដែលបានស្គាល់តើប្តីរបស់ខ្ញុំបាននិយាយអ្វីឲ្យលោកបានស្ដាប់ខ្លះហើយឬនៅបាទគាត់បាននិយាយឲ្យខ្ញុំស្ដាប់ខ្លះពីរឿងកូនប្រុសដែលលោកស្រីកំពុងមានការព្រួយបារម្ភមិនដឹងថាលោកអាចជួយផ្ដល់យោបល់ឲ្យនាងខ្ញុំបានដែរឬទេឥឡូវនេះខ្ញុំមានពេល1ម៉ោងប្រសិនបើលោកស្រីមិនទើសទាល់អាចនិយាយឲ្យខ្ញុំស្ដាប់បន្តិចបានទេអេកូចាប់ផ្ដើមនិយាយរឿងរ៉ាវរបស់យូតាដែលត្រូវបានមិត្តភ័ក្តិធ្វើបាបហើយមិនមានមិត្តភ័ក្តិណាម្នាក់ចង់លេងជាមួយរួមទាំងរឿងដែលបានកាត់ឡើងកាលពីម្សិលមិញបន្ទាប់ពីបានស្ដាប់អេកូនិយាយរួចមកលោកយ៉ាងូជីក៏បាននិយាយឡើងប្រហែលជាលោកស្រីពិបាកក្នុងចិត្តណាស់ហើយមើលទៅគ្មានឪពុកម្ដាយណាដែលមិនពិបាកចិត្តរឿងកូននោះទេគ្រាន់តែឮសម្ដីលោកយ៉ាងូជីប៉ុណ្ណឹងអេកូទឹកភ្នែកឡើងរលីងរលោងលោកយ៉ាងូជីមានអារម្មណ៍ថាអេកូកំពុងយំទើបលោកចាំឲ្យនាងស្ងប់អារម្មណ៍បន្តិចទើបបានលោកនិយាយបន្តលោកស្រីចង់រកដំណោះស្រាយពិតមែនទេរឿងរ៉ាវនេះប្រហែលជាយើងអាចដោះស្រាយបានអេកូនៅតែមិនចង់ជឿត្រជាក់ខ្លួនទេពេលឮពាក្យនេះថាដំណោះស្រាយព្រោះនាងពិបាកចិត្តរឿងនេះមកជាច្រើនឆ្នាំហើយនាងចង់រកដំណោះស្រាយពីបញ្ហានេះដោយដែលលោកយ៉ាងូជីបាននិយាយប្រសិនបើអាចជួយបានមែននាងខ្ញុំព្រមធ្វើតាមគ្រប់យ៉ាងខ្ញុំមានការតាំងចិត្តនៅក្នុងរឿងនេះបំផុតតើត្រូវធ្វើយ៉ាងដូចម្ដេចខ្លះទៅអញ្ចឹងយើងមករកដំណោះស្រាយទាំងអស់គ្នាតើក្នុងពេលនេះលោកស្រីកំពុងស្អប់អ្នកណាខ្លះនៅក្បែរខ្លួនលោកបានន័យថាដូចម្ដេចប្រហែលជាខ្ញុំនិយាយរំលងបន្តិចតាមពិតទៅខ្ញុំត្រូវពន្យល់ពីគោលការណ៍ខ្លះៗឲ្យលោកស្រីស្ដាប់ជាមុនសិនប៉ុន្តែពេលនេះខ្ញុំមានពេលមិនច្រើនទេខ្ញុំសូមនិយាយដោយសង្ខេបទៅចុះកូនប្រុសសំណប់របស់លោកស្រីត្រូវមិត្តភ័ក្តិធ្វើបាបរហូតដល់ធ្វើឲ្យលោកស្រីពិបាកក្នុងចិត្តនោះព្រោះមកពីលោកស្រីមិនដែលនឹកឃើញអរគុណមនុស្សដែលគួរដល់ការអរគុណទាល់តែសោះ
មិនត្រឹមតែប៉ុណ្ណោះលោកស្រីបែរជាមានចិត្តស្អប់អ្នកទាំងនោះទៅវិញថែមទៀតផងកូនប្រុសត្រូវបានមិត្តភ័ក្តិធ្វើបាបមិនអាចនឹងតាក់ទងជាមួយនឹងបញ្ហាផ្ទាល់ខ្លួនរបស់នាងខ្ញុំទៅកើតស្ដាប់ទៅហាក់បីដូចជាជំនឿបែបសាសនាច្រើនជាងវាមិនខុសអ្វីនោះទេដែលលោកស្រីគិតយ៉ាងដូចនេះនៅក្នុងថ្នាក់រៀនគ្រូតែងតែបង្រៀនឲ្យពួកយើងជឿនៅអ្វីដែលយើងអាចពិសោធន៍បានគឺបែបវិទ្យាសាស្ត្រតែអ្វីដែលខ្ញុំបានប្រាប់មុននេះបន្តិចគឺជាក្បួនសាស្ត្រក្នុងមុខវិជ្ជាមួយដែលគេហៅថាចិត្តវិទ្យាហើយត្រូវបានគេស្រាវជ្រាវរកឃើញជាយូរណាស់មកហើយយើងអាចនិយាយបានថាវាគឺជាជំនឿបែបសាសនាតាំងពីយូរលង់ណាស់មកហើយក៏អាចថាបានវាមិនជាថ្មីទេក៏ប៉ុន្តែផ្ទាល់ខ្លួនខ្ញុំមិនបានកាន់សាសនាអ្វីនោះទេលោកអាចបកស្រាយពន្យល់អំពីក្បួនសាស្ត្រនោះឲ្យខ្ញុំស្ដាប់បន្តិចបានទេបានក្បួនសាស្ត្រនោះគឺហេតុការណ៍ដែលកើតឡើងតែមានហេតុបច្ច័យរបស់វាដូច្នេះហេតុកើតក្នុងពេលបច្ចុប្បន្នគឺជាផលនៃបច្ច័យពេលផលនៃបច្ច័យកើតឡើងត្រូវមានដើមហេតុនៃបច្ច័យហើយមូលហេតុរបស់ដើមហេតុនៃបច្ច័យគឺកើតចេញមកពីចិត្តរបស់យើងឬអាចនិយាយម្យ៉ាងទៀតបានថាហេតុការណ៍ដែលកើតឡើងនៅក្នុងជីវិតមនុស្សគ្រប់រូបគឺប្រៀបបីដូចជាកញ្ចក់ឆ្លុះបញ្ចាំងនៅចិត្តរបស់យើងគ្រប់ពេលវេលានោះឯងឧទាហរណ៍ដូចជាពេលដែលយើងឆ្លុះកញ្ចក់យើងនឹងឃើញថាសក់របស់យើងវារញ៉េរញ៉ៃឬមូលហេតុអ្វីថ្ងៃនេះបានជាមុខរបស់យើងស្លេកស្លាំងយ៉ាងដូចនេះប្រសិនបើមិនមានកញ្ចក់យើងក៏មិនអាចមើលឃើញនៅរូបរាងកាយរបស់យើងបានដែរពិតមែនទេសាក់លបងគិតបន្តិចថាជីវិតរបស់លោកស្រីប្រៀបដូចជាកញ្ចក់ការដែលមានជីវិតប្រៀបដូចទៅនឹងកញ្ចក់អាចធ្វើឲ្យយើងមើលឃើញនៅសភាពពិតរបស់ខ្លួនហើយមានកម្លាំងចិត្តនិងអភិវឌ្ឍខ្លួនមែនតើទៅជីវិតរបស់មនុស្សយើងត្រូវការបង្កើតឡើងដើម្បីផ្លាស់ប្ដូរនិងអភិវឌ្ឍគ្មានដែនកំណត់អ្វីដែលនាងខ្ញុំកំពុងព្រួយបារម្ភពេលនេះវាបង្ហាញឲ្យឃើញអ្វីខ្លះលទ្ធផលដែលកើតឡើងនៅពេលនេះគឺកូនប្រុសសំណប់របស់លោកស្រីកំពុងកាត់ទុកព្រោះត្រូវមិត្តភ័ក្តិធ្វើបាបដើមហេតុដែលអាចចាត់ទុកថាត្រឹមត្រូវបំផុតនោះគឺលោកស្រីកំពុងតែខឹងមនុស្សដែលលោកស្រីគួរផ្ដល់សេចក្តីសំខាន់លោកស្រីមានគិតបែបនោះខ្លះទេដូចជាលោកស្រីខឹងមនុស្សដែលគួរដល់ការនិយាយពាក្យថាអរគុណឬខឹងមនុស្សដែលនៅក្បែរខ្លួនលោកស្រីកំពុងខឹងស្វាមីរបស់លោកស្រីតាមែនទេហើយពិតណាស់គាត់ជាមនុស្សនៅក្បែរខ្លួនលោកស្រីបំផុតចាអត់មានទេខ្ញុំមានតែអរគុណគាត់ព្រោះគាត់ជាមនុស្សឧស្សាហ៍ធ្វើការងារគាត់បើកឡានដឹកទំនិញរកប្រាក់ដើម្បីឲ្យពួកយើងមានបាយញ៉ាំគ្រប់គ្រាន់បើអញ្ចឹងមែនល្អហើយចុះលោកស្រីផ្ដល់សេចក្តីសំខាន់ដល់ស្វាមីរបស់លោកស្រីប៉ុន្មានដែរតើគោរពគាត់ទេអេកូហាក់ដូចជាភ្ញាក់អារម្មណ៍ពេលដែលឮពាក្យថាគោរពព្រោះនាងមានអារម្មណ៍ថាមាក់ងាយប្តីរបស់ខ្លួនគ្រប់ពេលអេកូយល់ថាមនុស្សដូចជាស្វាមីរបស់នាងគឺជាមនុស្សដែលមិនមែនទស្សនវិស័យហើយពេលខ្លះនាងយល់ថាជាមនុស្សគ្មានការសិក្សាទៀតផងអេកូរៀនចប់មហាវិទ្យាល័យក៏ប៉ុន្តែប្តីរបស់នាងចប់ត្រឹមវិទ្យាល័យមិនត្រឹមតែប៉ុណ្ណោះប្តីរបស់នាងគឺជាមនុស្សចូលចិត្តនិយាយច្រើនហើយចូលចិត្តអានទស្សនាវដ្តីប្រចាំសប្តាហ៍ចំណែកអេកូវិញចូលចិត្តអានសៀវភៅជាខ្លាំងទើបនាងគិតទុកក្នុងចិត្តរហូតថាសូមកុំឲ្យយូតាកាត់ទៅរកដោយប្តីរបស់នាងឲ្យសោះហើយអេកូក៏និយាយរៀបរាប់នៅអ្វីដែលនាងបានគិតឲ្យលោកយ៉ាងូជីស្ដាប់ទាំងអស់តើលោកស្រីគិតថាតម្លៃរបស់មនុស្សអាស្រ័យលើការសិក្សាចំណេះដឹងឬគំនិតមែនទេចាទេខ្ញុំមិនបានគិតដូចនោះទេខ្ញុំគិតថាមនុស្សគ្រប់គ្នាតែងតែមានចំណុចពិសេសនិងសមត្ថភាពខុសៗគ្នាបានអញ្ចឹងពិតមែនហេតុអ្វីលោកស្រីមាក់ងាយស្វាមីរបស់ខ្លួនថាជាមនុស្សគ្មានចំណេះដឹងនេះនាងខ្ញុំកំពុងតែជន់ដានខ្លួនឯងពិតមែនទេចុះទំនាក់ទំនងរវាងលោកស្រីនិងស្វាមីវិញយ៉ាងម៉េចដែរទៅខ្ញុំតែងតែមិនពេញចិត្តនៅទង្វើនិងពាក្យសម្ដីគាត់ជាញយដងហើយមានពេលខ្លះរហូតដល់ប្រកែកគ្នាថែមទៀតផងចុះរឿងរបស់យូតាវិញយ៉ាងម៉េចដែរស្វាមីរបស់លោកស្រីគិតដូចម្ដេចខ្លះខ្ញុំរអ៊ូដាក់គាត់រឿងដែលយូតាត្រូវមិត្តភក្តិធ្វើបាបប៉ុន្តែគាត់មិនដែលយកចិត្តទុកដាក់ស្ដាប់ឬផ្ដល់ការណែនាំសូម្បីតែបន្តិចពួកយើងមិនដែលពិគ្រោះគ្នាបានល្អម្ដងណាទេប្រហែលមកពីខ្ញុំមិនទទួលស្គាល់គំនិតប្តីរបស់ខ្ញុំរឿងគឺវាអញ្ចឹងទេប៉ុន្តែស្ដាប់មើលទៅដូចជាមានបញ្ហាផ្សេងទៀតខ្ញុំគិតថាយើងគួរដោះស្រាយបញ្ហានោះមុនសិនល្អជាងហើយចាំត្រឡប់មកនិយាយរឿងនេះម្ដងទៀតបញ្ហាផ្សេងអ្វីទៅលោកយើងមិនចាំបាច់ត្រូវរកមូលហេតុពិតប្រាកដដែលធ្វើឲ្យលោកស្រីមិនទទួលស្គាល់គំនិតរបស់ស្វាមីលោកស្រីខ្ញុំសុំសួរអ្វីបន្តិចបានទេលោកស្រីមានដែលគិតតបគុណឪពុកខ្លះទេគុណរបស់ឪពុកមែនទេគឺត្រូវតែគិតហើយ
តានៅក្នុងអារម្មណ៍របស់លោកស្រីមានគិតថាគាត់បានប្រព្រឹត្តនៅទង្វើដែលលោកស្រីមិនអាចអភ័យទោសបានខ្លះទេអេកូមានអារម្មណ៍ថាដូចមានអ្វីមួយយ៉ាងមកដាស់អារម្មណ៍ពេលនាងបានឮពាក្យថាអភ័យទោសនាងមិនដែលមានអារម្មណ៍ថាអភ័យទោសឲ្យឪពុកម្ដងណាទេនាងដឹងគុណឪពុកក្នុងនាមជាអ្នកផ្ដល់កំណើតប៉ុន្តែនាងមិនបានស្រឡាញ់ឪពុកទេជារៀងរាល់ឆ្នាំចាប់តាំងពីនាងបានរៀបការចាក់ចេញពីផ្ទះមកអេកូទៅលេងផ្ទះនៅពេលមានបុណ្យទានប៉ុណ្ណោះតែនាងក៏មិនបានសន្ទនាជាមួយឪពុកគ្រាន់តែជម្រាបសួរតាមប្រពៃណីប៉ុណ្ណោះពេលរំលឹកដល់រឿងអតីតកាលនាងមានអារម្មណ៍ចំពោះឪពុករបស់នាងបីដូចជាអ្នកដទៃតាំងតែពីការនៅរៀនវិទ្យាល័យខ្ញុំមិនអាចអភ័យទោសឲ្យលោកប៉ាខ្ញុំបានទេហើយក៏មិនអាចធ្វើបានដែរស្ដាប់មើលទៅហាក់បីដូចជាពិបាកនឹងអភ័យទោសឲ្យបានណាអញ្ចឹងតើលោកស្រីអាចព្យាយាមសាកល្បងបានទេតើដើមហេតុនៃសេចក្តីទុក្ខនេះវាតាក់ទងជាមួយនឹងលោកប៉ានិងស្វាមីរបស់ខ្ញុំតើពិតមែនទេលោកស្រីត្រូវព្យាយាមសាកល្បងមើលសិនទើបបានអាចដឹងបានខ្ញុំយល់ហើយសូមនិយាយត្រង់មកតើនាងខ្ញុំត្រូវធ្វើអ្វីខ្លះទៅក្នុងរឿងនេះបើអញ្ចឹងជាដំបូងសូមលោកស្រីធ្វើតាមអ្វីដែលខ្ញុំនឹងប្រាប់តទៅនេះខ្ញុំចង់ឲ្យលោកស្រីសរសេររៀបរាប់អំពីអារម្មណ៍ដែលមិនអាចអភ័យឲ្យបានទៅលើក្រដាស់សរសេរចេញទៅជាពាក្យសម្ដីឬកំហឹងដែលមាននៅក្នុងចិត្តដូចជាអាឆ្កួតអាឡប់ខ្ញុំស្អប់លោកប៉ាខ្លាំងណាស់ឬប្រសិនបើនឹកឃើញហេតុការណ៍នៃអតីតសរសេរចូលទាំងអស់ដូចជាហេតុការណ៍នៅពេលនោះធ្វើឲ្យលោកស្រីធុញថប់ជាខ្លាំងបញ្ចេញនូវអារម្មណ៍ឈឺចាប់សេចក្តីទុក្ខវេទនាគ្រប់យ៉ាងសរសេរបញ្ចូលទៅក្នុងក្រដាស់ឲ្យអស់មិនបាច់លាក់ទុកក្នុងអារម្មណ៍លោកស្រីត្រូវសរសេរនៅអារម្មណ៍ពិតរបស់ខ្លួនសរសេររហូតដល់លោកស្រីគិតថាគ្រប់គ្រាន់រួចចាំទូរស័ព្ទមករកខ្ញុំម្ដងទៀតខ្ញុំនឹងប្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំអេកូនឹកគិតក្នុងចិត្តថាវិធីបែបនេះធ្វើម្ដេចនឹងអាចជួយដោះស្រាយបញ្ហាបានតែនាងគិតថាប្រសិនបើអាចជួយបានមែនគួរតែសាកល្បងមើលវាប្រសើរជាងការនៅអង្គុយឆ្ងល់ដោយមិនបានធ្វើអ្វីសោះអេកូគិតក្នុងចិត្តថានឹងសាកល្បងធ្វើគ្រប់បែបយ៉ាងប្រសិនជាវាអាចធ្វើឲ្យរសាយបញ្ហានៅពេលនេះបានទោះបីជានាងមិនយល់នៅហេតុផលរបស់លោកយ៉ាងូជីយ៉ាងណាក្តីប៉ុន្តែពាក្យសម្ដីរបស់គាត់ស្ដាប់ទៅអាចនឹងទទួលយកបានបន្ទាប់ពីអេកូដាក់ទូរស័ព្ទនាងក៏ទៅយកក្រដាសសៀវភៅដើម្បីមកសរសេរនៅអារម្មណ៍កំហឹងរបស់ខ្លួនដែលមានចំពោះឪពុកកាលពីអេកូនៅវ័យក្មេងឪពុករបស់នាងគឺជាមនុស្សរអ៊ូរទាំចូលចិត្តនិយាយច្រំដែលជាញឹកញាប់ពេលអាហារថ្ងៃល្ងាចគឺជាពេលទេសនាលោកប៉ានិយាយមិនចេះចប់ហើយពេលដែលកូនធ្វើអ្វីមួយមិនគាប់ចិត្តគាត់ស្រែកជេរខ្លាំងដោយពាក្យអសុរោះដែលមិនអាចទទួលយកបានលោកប៉ាមិនដែលគិតទេថាខ្ញុំមានអារម្មណ៍បែបណានោះជាញឹកញាប់នាងតែងតែគិតបែបនោះខ្ញុំមិនចូលចិត្តគ្រប់ពេលដែលគាត់ញ៉ាំស្រាតែងតែរអ៊ូរទាំរឿងការងារលោកប៉ាជាមេការជាងសំណងពេលចេញពីការងារត្រឡប់មកដល់ផ្ទះវិញគាត់អង្គុយញ៉ាំបាយទាំងសម្លៀកបំពាក់ប្រឡាក់ដីស៊ីម៉ងទទឹកធំក្លិនញើសពេញខ្លួនអេកូសរសេររំសាយអារម្មណ៍របស់ខ្លួនជាបន្តបន្ទាប់នាងសរសេរមកដល់ត្រង់កន្លែងពាក្យថាមនុស្សមិនបានការនិងមនុស្សបែបនេះគ្មានគុណសម្បត្តិគ្រប់គ្រាន់ធ្វើជាឪពុករបស់គេទេហើយនឹងអ្នកដទៃផ្សេងជាច្រើនទៀតមានពាក្យខ្លះនាងប្រើធ្ងន់នាងនឹកដល់រឿងរ៉ាវនៃអតីតកាលពីរៀននៅវិទ្យាល័យមានថ្ងៃមួយនាងចេញទៅដើរលេងជាមួយសង្សារប្រុសជាហេតុចៃដន្យឪពុករបស់នាងបានឆ្លងកាត់ឃើញពេលនាងត្រឡប់មកដល់ផ្ទះវិញត្រូវឪពុកបានជេរនិងស្ដីបន្ទោសជាខ្លាំងអេកូក៏ហក់ឪពុកថាទៅដើរលេងជាមួយមិត្តភក្តិស្រីគាត់មិនអាចទទួលយកបាននៅការកុហករបស់នាងទេអេកូមិនអាចបំភ្លេចបាននៅពាក្យសម្ដីរបស់ឪពុកនាងដែលនិយាយនៅថ្ងៃនោះថាឯងហ៊ានលួចលាក់មានសង្សារផងឬហេតុអីបានមិនព្រមប្រាប់ឪពុកម្ដាយហងឯងគ្មានផ្លូវនឹងក្លាយខ្លួនជាស្រីល្អដូចគេទេទឹកភ្នែកដែលបង្កប់ដោយគំនុំបានហូរចេញមកឯកដោយមិនដឹងខ្លួននាងចាប់ផ្ដើមសរសេរបន្តព្រោះមកពីប៉ាជាមនុស្សបែបនេះទើបខ្ញុំត្រូវកុហកប៉ាដូច្នេះប៉ាគឺជាដើមហេតុប៉ុណ្ណឹងហើយប៉ានៅតែមិនដឹងខ្លួនទៀតឬហងឯងគ្មានផ្លូវនឹងក្លាយខ្លួនជាស្រីល្អដូចគេទេប៉ានិយាយនេះជ្រុលពេកហើយប៉ានៅមិនដឹងទេថាខ្ញុំឈឺចិត្តប៉ុណ្ណានៅពេលដែលប៉ានិយាយពាក្យនេះចេញមកគ្រប់យ៉ាងប៉ាជាអ្នកបង្កើតឡើងអំឡុងពេលអេកូកំពុងសរសេរទឹកភ្នែករបស់នាងហូរស្រក់ចុះមកតក់ហាក់បីដូចជាមានអ្វីមួយយ៉ាងជំរុញឲ្យស្រក់មិនចេះឈប់ដឹងខ្លួនម្ដងទៀតគឺហួសម៉ោង 12 ថ្ងៃត្រង់ទៅហើយ
នាងសរសេររយៈពេល7ម៉ោងក្រដាស់សៀវភៅរាប់សន្លឹកពេញទៅដោយគំនុំនេះមិនដឹងថាមកពីបានសរសេររំសាយអារម្មណ៍ឬបានយំទើបធ្វើឲ្យអេកូមានអារម្មណ៍ធូរស្រាលជាងមុនអេកូទូរស័ព្ទទៅរកលោកយ៉ាងូជីម្ដងទៀតនៅម៉ោង7:02សរសេរបានរួចរាល់ហើយមែនទេចាខ្ញុំបានសរសេរគ្រប់យ៉ាងវាធ្វើឲ្យខ្ញុំធូរស្បើយនៅក្នុងអារម្មណ៍ជាងមុនពេលដែលបានយំចេញមកលោកស្រីអាចអភ័យទោសឲ្យឪពុកបានហើយឬនៅនិយាយតាមត្រង់ខ្ញុំនៅមិនទាន់អាចអភ័យទោសឲ្យគាត់បានទេប៉ុន្តែខ្ញុំនឹងព្យាយាមប្រសិនបើអាចធ្វើបានដើម្បីឲ្យខ្ញុំបានសប្បាយចិត្តបើអញ្ចឹងយើងចាប់ផ្ដើមតែម្ដងការអភ័យទោសឲ្យឪពុកគឺលោកស្រីធ្វើដើម្បីខ្លួនឯងសូមលោកស្រីជួយយកក្រដាស់មកសរសេរចំណងថារឿងដែលត្រូវអរគុណឪពុកពេលនេះអ្វីដែលលោកស្រីចង់អរគុណគាត់មានរឿងអ្វីខ្លះដំបូងគេបង្អស់គឺប៉ាធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារព្រោះប៉ាទៅគ្រួសារយើងមានលុយចាយមានបាយញ៉ាំមានប៉ាទៅមានខ្ញុំធំធាត់មកដល់សប្តាហ៍ថ្ងៃនេះសូមលោកស្រីសរសេរតើមានអ្វីផ្សេងទៀតទេកាលពីខ្ញុំនៅវិទ្យាល័យប៉ាចូលចិត្តនាំខ្ញុំទៅដើរលេងនៅសួនសាធារណៈជាប្រចាំលោកស្រីសរសេរចូលទាំងអស់ទៅតើមានទៀតទេប្រហែលជាមានតែប៉ុណ្្នឹងទេលោកបើអញ្ចឹងសូមលោកស្រីយកក្រដាស់ថ្មីមួយទៀតហើយសរសេរចំណងជើងថារឿងដែលចង់សុំទោសឪពុកតើលោកស្រីមានរឿងចង់សុំទោសគាត់ខ្លះទេនឹកអត់ឃើញទេគឺមានតែរឿងដែលខ្ញុំមានអារម្មណ៍ប្រឆាំងនឹងទង្វើរបស់គាត់គ្រប់ពេលប៉ុន្តែខ្ញុំមិនចង់សុំទោសគាត់នៅរឿងនោះទេមិនចាំបាច់ធ្វើតាមអារម្មណ៍ពិតក៏បានដែរគ្រាន់តែផ្ដើមពីអាកប្បកិរិយាខាងក្រៅជាមុនសិនក៏បានតែសូមលោកស្រីជួយសរសេរនៅអ្វីដែលលោកស្រីបាននិយាយមុននេះចូលទៅក្នុងក្រដាស់ឲ្យអស់សិនខ្ញុំសរសេររួចហើយចូលលោកមានប្រសាសន៍ថាចាប់ផ្ដើមពីអាកប្បកិរិយាខាងក្រៅសិនតើវាជាអ្វីទៅលោកស្រីស្ដាប់ខ្ញុំសិនណាបន្ទាប់ពីនេះទៅលោកស្រីត្រូវមានចិត្តក្លាហានគឺជាពេលវេលាដែលលោកស្រីត្រូវតាំងស្មារតីប្រមូលសេចក្តីក្លាហានអាចនិយាយបានថាមិនដែលធ្លាប់មានពីមុនមកនៅក្នុងជីវិតវិធីដែលខ្ញុំនឹងណែនាំលោកស្រីក្នុងពេលបន្តិចទៀតនេះវាប្រហែលជាធ្វើឲ្យលោកស្រីអាចនឹងមិនចង់ធ្វើតាមក៏ប៉ុន្តែលោកស្រីចង់ធ្វើតាមឬក៏មិនចង់អាស្រ័យនៅលើខ្លួនលោកស្រីគឺខ្ញុំថាចង់ឲ្យលោកស្រីខលទៅរកឪពុកលោកស្រីហើយនិយាយពាក្យថាអរគុណនិងសូមទោសគាត់ប្រសិនបើលោកស្រីមិនចង់និយាយទៅតាមអារម្មណ៍ទេលោកស្រីអាចនិយាយតាមនៅអ្វីដែលលោកស្រីបានសរសេរទុកអានតាមការសរសេរនៅក្នុងក្រដាស់រឿងដែលចង់អរគុណនិងរឿងដែលចង់សុំទោសគ្រាន់តែនិយាយប៉ុណ្្នឹងទេនិយាយចប់លោកស្រីបិទទូរស័ព្ទក៏បានអាចសាក់លបងមើលប្រហែលជាខ្ញុំត្រូវប្រមូលស្មារតីប្រើសេចក្តីក្លាហានតាមអ្វីដែលលោកបាននិយាយហើយមើលទៅតែប្រសិនបើអាចជួយបានពិតមែននោះគួរតែសាក់លបងមើលដែរតើមែនទេប៉ុន្តែវាពិតជាពិបាកខ្លាំងណាស់លោកស្រីត្រូវសម្រេចចិត្តដោយខ្លួនឯងថាគួរធ្វើឬមិនគួរធ្វើក៏ប៉ុន្តែខ្ញុំគិតថាលោកស្រីគួរតែយកសេចក្តីក្លាហានរបស់លោកស្រីមកសាក់លបងមើលឲ្យខ្ញុំសុំទោសផងណាដល់ពេលដែលខ្ញុំត្រូវទៅហើយព្រោះខ្ញុំត្រូវបំពេញភារកិច្ចផ្សេងទៀតប្រសិនបើលោកស្រីខលទៅរកឪពុកលោកស្រីរួចរាល់ហើយនោះសូមលោកស្រីកុំភ្លេចខលមករកខ្ញុំផងខ្ញុំនឹងប្រាប់វិធីជាបន្តបន្ទាប់ទៀតពាក្យថាចាប់ផ្ដើមពីអាកប្បកិរិយាខាងក្រៅគឺជាពាក្យសម្ដីលើកទឹកចិត្តដើម្បីឲ្យអេកូសាកល្បងធ្វើតាមនៅអ្វីដែលលោកយ៉ាងូជីបានណែនាំអេកូពិបាកនឹងពោលពាក្យថាសុំទោសព្រោះនាងគិតថាអ្នកដែលខុសគឺជាឪពុករបស់នាងមិនគួរនិយាយពាក្យសុំទោសមុនទេតែប្រសិនបើគ្រាន់តែអានតាមការសរសេរដោយមិនបានចេញពីអារម្មណ៍ពិតនាងប្រហែលជាអាចធ្វើបានហើយគួរតែសាកល្បងធ្វើអេកូចាប់ទូរស័ព្ទនិងខលទៅរកឪពុកប៉ុន្តែនាងប្លែកចិត្តខ្លួនឯងនៅអ្វីដែលនាងកំពុងធ្វើតែបើមិនមានការជំរុញទឹកចិត្តបែបនេះប្រហែលជានាងគ្មានឱកាសនឹងនិយាយជាមួយឪពុករបស់នាងជារៀងរហូតកាលពីរៀបការហើយបានថ្មីគ្រប់ពេលដែលអេកូខលទៅផ្ទះប្រសិនបើឪពុកនាងជាអ្នកលើកទូរស័ព្ទនាងប្រញាប់និយាយនេះគឺខ្ញុំសុំជួបម៉ាក់បន្តិចរាល់ពេលអេកូខលទៅផ្ទះគ្រាន់តែឮសំឡេងនាងនិយាយថានេះគឺខ្ញុំនាងតែងឮសំឡេងឪពុករបស់នាងស្រែកហៅម្ដាយនាងថាអូនអេកូខលមកព្រោះគាត់នឹងច្បាស់ថាអេកូមិនចង់និយាយជាមួយប៉ុន្តែថ្ងៃនេះនាងនឹងខលទៅនិយាយជាមួយឪពុកបាននៅតែអល់ឯកច្បាស់ជាមិនបានខលទៅយ៉ាងពិតប្រាកដពេលនាងនឹកឃើញដូច្នោះរំពេចនោះនាងក៏ប្រញាប់ចាប់ទូរស័ព្ទឡើងហើយខលទៅម្ដាយរបស់នាងគឺជាអ្នកលើកទូរស័ព្ទ
ម៉ាក់នេះគឺខ្ញុំអេកូកូនម្ដាយសុខសប្បាយទេកូនសុខធម្មតាទេម៉ាក់ចូលប៉ាគាត់អញ្ជើញទៅណាហើយចង់និយាយអីជាមួយប៉ាឯងអត់មានរឿងអីសំខាន់អីទេម៉ាក់ដូចជាចម្លែកណាស់មានការអីចង់ជួបប៉ាឯងរឿងរ៉ាវវែងឆ្ងាយណាស់ម៉ាក់ឲ្យកូននិយាយជាមួយប៉ាដោយខ្លួនឯងបានទេម៉ាក់អញ្ចឹងក៏បានចាំបន្តិចណាក្នុងពេលដែលកំពុងរងចាំឪពុករបស់នាងមកនិយាយទូរស័ព្ទនាងមានអារម្មណ៍ភ័យអបេះដូងលោតកញ្ជ្រោលពេញខ្លួននេះជារឿងធម្មតាទេអេកូស្អប់ឪពុកនាងគិតមករហូតមិនព្រមនិយាយជាមួយប៉ុន្តែពេលនេះនាងកំពុងតែចិត្តនឹងពោលពាក្យថាអរគុណនិងសុំទោសទៅកាន់ឪពុកនាងវាគឺជារឿងពិបាកបំផុតចំពោះអេកូដែលនាងមិនអាចនឹងធ្វើបាននៅពេលនេះអេកូព្រួយបារម្ភពីបញ្ហាយុទ្ធៈការព្រួយបារម្ភនោះវាកាន់តែធ្វើឡើងទៅបណ្ដាលឲ្យអេកូធ្វើនៅអ្វីដែលនាងគិតថាមិនអាចធ្វើបានដើម្បីចាក់ផុតពីសេចក្តីទុក្ខវេទនានេះនាងព្រមធ្វើគ្រប់យ៉ាងដោយកម្លាំងជំរុញទឹកចិត្តទៅបណ្ដាលឲ្យនាងខលទៅរកឪពុកមកមានការអីមានរឿងអីចង់ជួបប៉ាអេកូគិតអ្វីមិនចាញ់នាងមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេគឺខ្ញុំមានរឿងចង់និយាយជាមួយប៉ាតាំងពីតូចរហូតដល់ធំខ្ញុំមិនដែលពោលពាក្យនេះជាមួយប៉ាទេទើបខ្ញុំគិតថាខលមករកប៉ាដើម្បីបានប្រាប់ប៉ាធ្វើការនឿយហត់ប៉ាខំធ្វើការលំបាកគ្រប់យ៉ាងដើម្បីដូរយកប្រាក់មកចិញ្ចឹមកូនទើបកូនបានធំធាត់មកដល់សប្តាហ៍ថ្ងៃនេះកាលពីកូននៅតូចប៉ាចូលចិត្តនាំកូនទៅដើរលេងនៅសួនសាធារណៈប៉ានៅចាំបានទេខ្ញុំចង់អរគុណប៉ាកូនមិនដែលពោលពាក្យនេះជាមួយប៉ាម្ដងណាទេទៅពេលនេះកូនចង់ប្រាប់ប៉ាកូនសុំទោសកូនតែងតែជជែករឹងរូសប្រកែកជាមួយប៉ាកូនចង់សុំទោសប៉ាទោះជានាងនិយាយពាក្យថាអរគុណឬសុំទោសមិនសូវជាលឺនិងមិនសូវច្បាស់យ៉ាងណាក្តីតែនាងក៏បាននិយាយនៅអ្វីដែលនាងចង់និយាយរួចហើយដែរនាងគិតទុកក្នុងចិត្តជាស្រេចថានឹងបិទទូរស័ព្ទភ្លាមបន្ទាប់ពីបាននិយាយចប់ឮសំឡេងរបស់ឪពុកនាងឆ្លើយត្រឡប់មកវិញប៉ុន្តែនាងមិនឮសំឡេងឪពុកនាងតបឆ្លើយមកវិញសោះបើមិនឮសំឡេងឆ្លើយមកវិញធ្វើម្ដេចនឹងបិទទូរស័ព្ទបានទៅរំពេចនោះសំឡេងម្ដាយនាងក៏បន្លឺឡើងក្នុងខ្សែទូរស័ព្ទអេកូកូនបាននិយាយអីជាមួយប៉ារបស់ឯងចាម៉ាក់កូនបានថាអីឲ្យប៉ាឯងឥឡូវគាត់កំពុងអង្គុយយំដឹងទេនាងក៏បានឮសំឡេងឪពុកនាងយំចូលក្នុងខ្សែទូរស័ព្ទដែរនាងស្លុតភ័ន្តភាំងស្រឡាំងកាំងកាំងស្មារតីដោយមិនដឹងថានឹងត្រូវធ្វើដូចម្ដេចតាំងពីតូចរហូតដល់ធំនាងមិនដែលឃើញឪពុកនាងយំម្ដងណាទេឪពុកនាងគឺជាមនុស្សរឹងមាំបំផុតតែពេលនេះនាងឮសំឡេងឪពុកនាងយំគ្រាន់តែសម្ដីនៃអាកប្បកិរិយាខាងក្រៅធ្វើឲ្យឪពុកដែលធ្លាប់តែរឹងមាំសម្រក់ទឹកភ្នែកទ្រហោយំក្តុកក្តួលក្នុងអោរ៉ាពេលបានឮសំឡេងឪពុករបស់នាងយំអេកូអួលដើមកប្រហែលជាប៉ាចង់ផ្ដល់ក្តីស្រឡាញ់ច្រើនជាងនេះហើយចង់ស្និទ្ធស្នាលចង់សន្ទនាជាមួយកូនដូចគ្រួសារគេដទៃតែខ្ញុំទេគឺជាអ្នកដែលបដិសេធក្តីស្រឡាញ់ពីប៉ាប្រហែលជាប៉ាឯកាណាស់ហើយមើលទៅប៉ាគឺជាមនុស្សរឹងមាំស៊ូទ្រាំជាមួយការងារទោះលំបាកម្ដេចក្តីតែពេលនេះបែរជាប៉ារបស់ខ្ញុំកំពុងអង្គុយយំការដែលមនុស្សយើងមិនព្រមទទួលក្តីស្រឡាញ់របស់ខ្លួនអារម្មណ៍នៃការឈឺចាប់គឺពិបាកអញ្ចឹងសោះអេកូក្តុកក្តួលយំសម្រក់ទឹកភ្នែកស្ងាត់មួយសន្ទុះទើបនាងឮសំឡេងម្ដាយបន្លឺសួរថាអេកូស្ងប់អារម្មណ៍បន្តិចសិនណាកូនមានរឿងអីនិយាយប្រាប់ម៉ាក់បានណាកូនណាម៉ាក់កូនចង់និយាយជាមួយលោកប៉ារំពេចនោះនាងក៏បានឮសំឡេងរបស់ប៉ានាងអេកូឲ្យប៉ាសុំទោសប៉ាមិនល្អទើបធ្វើឲ្យកូនជួបតែរឿងលំបាកនាងបានឮសំឡេងឪពុកនាងយំម្ដងទៀតប៉ាកូនសុំទោសកូនមិនបានធ្វើជាកូនដ៏ល្អរបស់ប៉ាកូនសូមអរគុណចំពោះការចិញ្ចឹមបីបាច់ថែរក្សារបស់ប៉ាសំឡេងរបស់អេកូប្ដូរទៅជាសំឡេងខ្សឹកខ្សួលច្រើននាទីកន្លងផុតទៅសំឡេងម្ដាយរបស់នាងក៏បន្លឺឡើងម្ដងទៀតមានរឿងអីកើតឡើងកូនចាំពេលកូនស្ងប់អារម្មណ៍ហើយចាំប្រាប់ម៉ាក់ក៏បានដែរប៉ុណ្ណឹងសិនបានហើយណាទោះបីជាបានបិទទូរស័ព្ទទៅហើយយ៉ាងណាក៏ដោយក៏ប៉ុន្តែអារម្មណ៍របស់អេកូនៅវិលវល់មួយសន្ទុះធំនៅឡើយរយៈពេល20ឆ្នាំកន្លងមកនេះអេកូខឹងឪពុករហូតនាងមិនដែលអភ័យទោសឲ្យឪពុកនាងម្ដងណាឡើយនាងគិតថាអ្នកដែលទទួលការឈឺចាប់
គឺមានតែនាងម្នាក់ប៉ុណ្ណោះទីបំផុតនាងគិតតែមួយជ្រុងមិនបានសម្លឹងមើលនៃផ្នែកមួយជ្រុងទៀតក្តីស្រឡាញ់របស់ពុកភាពទន់ជ្រាយរបស់ពុកការមិនដឹងមិនយល់របស់ពុកនាងមិនដែលមើលឃើញនៅបញ្ហាទាំងអស់នោះទេតើគាត់ពិបាកចិត្តប៉ុណ្ណាទៅណោះនាងបានធ្វើឲ្យគាត់ទុក្ខវេទនាអស់រយៈពេលយូរប៉ុណ្ណាហើយសំណួរជាច្រើនចោទមករកនាងញ៉ាំងឲ្យនាងចាប់ផ្ដើមចង់ពោលពីអរគុណចេញពីដួងចិត្តពិតនៅទីបំផុតនាងក៏យល់ពីសម្ដីរបស់លោកយ៉ាងូជីដែលបាននិយាយថាចាប់ផ្ដើមពីអាកប្បកិរិយាខាងក្រៅជាមុនសិននៅ1ម៉ោងទៀតយូតានឹងត្រឡប់មកផ្ទះវិញហើយគិតមិនទាន់ចប់ផងសំឡេងទូរស័ព្ទក៏រឡើងអ្នកដែលខលមកគឺលោកយ៉ាងូជីជំរាបសួរខ្ញុំយ៉ាងូជីខ្ញុំមានពេល50នាទីទើបខ្ញុំខលមកមុននេះបន្តិចខ្ញុំមានភារកិច្ចត្រូវធ្វើឲ្យខ្ញុំសុំទោសផងដែលនិយាយមិនទាន់ចប់ហើយត្រូវបិទទូរស័ព្ទខ្ញុំបានខលទូរស័ព្ទទៅរកលោកប៉ារួចហើយខ្ញុំពិតជាមានអារម្មណ៍ធូរស្រាលដែលបានខលទៅនិយាយជាមួយគាត់ខ្ញុំអរគុណលោកខ្លាំងណាស់ដែលបានជួយផ្ដល់យោបល់ឲ្យខ្ញុំអេកូបាននិយាយទ្រូៗនៃរឿងរ៉ាវដែលនាងបាននិយាយជាមួយឪពុកឲ្យលោកយ៉ាងូជីស្ដាប់ប្រសើរណាស់វាពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដែលលោកស្រីបានបញ្ចេញនូវភាពក្លាហានខ្ញុំតែងតែគិតថាបញ្ហាដែលធំបំផុតគឺយូតាត្រូវមិត្តភ័ក្តិធ្វើបាបតែធៀបពិតនៅបញ្ហាគឺខ្ញុំមានកំហឹងនៅក្នុងចិត្តមិនព្រមអភ័យទោសឲ្យលោកប៉ាបញ្ហាយូតាជួយឲ្យខ្ញុំបាននិយាយជាមួយលោកប៉ាគិតទៅក៏សំណាងនឹងល្អម្យ៉ាងដែរអញ្ចឹងប្រហែលជាលោកស្រីចាប់ផ្ដើមមើលឃើញនៅចំណុចល្អនៃបញ្ហារបស់យូតាហើយមែនទេគ្រប់បញ្ហាដែលបានកាត់ឡើងនៅក្នុងជីវិតគឺដើម្បីឲ្យយើងដឹងច្បាស់គ្រប់បញ្ហាដែលបានកាត់ឡើងនៅក្នុងជីវិតគឺដើម្បីឲ្យយើងដឹងជាក់ច្បាស់នៅសេចក្តីពិតនៃបញ្ហានោះពេលយើងចាប់ផ្ដើមយល់នៅបញ្ហាមួយដែលបានកាត់ឡើងយើងក៏អាចដឹងជាក់ច្បាស់នៅបញ្ហាដទៃទៀតគេហៅច្បាប់មួយនេះថាជាច្បាប់ពិតនៃជីវិតមួយទៀតគឺបញ្ហាដែលមិនអាចកាត់ឡើងដោយចៃដន្យទេតែវាក៏ជាសេចក្តីពិតនៃជីវិតដែលត្រូវតែកាត់ឡើងបញ្ហាដែលយើងបានដោះស្រាយហើយមិនមែនមានន័យថាមិនកើតឡើងទៀតនោះទេយើងក៏បីព្យាយាមយកចិត្តទុកដាក់ដោះស្រាយគ្រប់បញ្ហាគិតក្នុងផ្លូវវិជ្ជមានបន្ទាប់ពីនោះយើងនឹងយល់និងអរគុណបញ្ហាថាពិតជាប្រសើរណាស់ដែលយើងអាចនិយាយបានថាជាបញ្ហាកើតឡើងព្រោះតែអ្នកទើបធ្វើឲ្យខ្ញុំបានយ៉ាងនេះមួយយ៉ាងនោះមួយសមដូចពំនោរបស់អ្នកជោគជ័យនិយាយថាអរគុណភាពក្រីក្រពិតជាត្រឹមត្រូវណាស់ប៉ុន្តែរឿងរបស់យូតានៅមិនទាន់ចប់ទេខ្ញុំនៅព្រួយបារម្ភនៅឡើយលោកស្រីគិតថាខ្លួននៅមិនទាន់បានដោះស្រាយបញ្ហានោះទៀតមែនទេវាក៏មិនប្រកាសថាបញ្ហានៅមិនទាន់បានដោះស្រាយទេពេលខ្លះវាអាចកំពុងតែប្រព្រឹត្តទៅលើផ្លូវតែមួយក៏ថាបានបញ្ហាប្រៀបបីដូចជាម៉ាស៊ីនបោកគក់ជាការពិតហើយវាបង្វិលឬបន្ថែមឬបន្ថយល្បឿនរត់វាពូតច្របាច់បង្វិលជុំវិញគ្រាន់តែមើលសោះក៏មានអារម្មណ៍ថាវិលក្បង់ក៏ប៉ុន្តែនៅពេលដែលវាធ្វើសកម្មភាពចប់ហើយយើងនឹងឃើញថាយើងបាននៅសម្លៀកបំពាក់ដែលស្អាតជាងមុនភ្លឺជាងមុននិងប្រសើរជាងមុនបញ្ហាត្រូវបានអស់ទៅហើយអញ្ចឹងមែនទេលោកវាអាស្រ័យនៅលើលោកស្រីអញ្ចឹងយើងមកសរុបបញ្ហាដែលបានកាត់ឡើងជាមួយគ្នាវិបត្តិរបស់លោកស្រីពេលនេះគឺរឿងយូតាដែលមិនព្រមបើកចំហបញ្ហាជាមួយលោកស្រីទើបធ្វើឲ្យលោកស្រីមានអារម្មណ៍ថាគឺជាម្ដាយដែលមិនអាចជួយកូនបានក៏ប៉ុន្តែលោកស្រីមិនចង់ពិបាកចិត្តជាងនេះចង់ដោះស្រាយបញ្ហារបស់យូតាឲ្យចប់តើពិតមែនទេចា៎វាជាការពិតយូតាមិនដែលយកបញ្ហាមកប្រាប់ខ្ញុំទេខ្ញុំចង់ជួយគេប៉ុន្តែបានត្រឹមតែពាក្យបដិសេធត្រឡប់មកវិញថាម៉ាក់កុំមករវល់នឹងរឿងរបស់ខ្ញុំតើបានទេពេលដែលឃើញកូនកណ្ដោចកណ្ដែងវារឹតតែធ្វើឲ្យខ្ញុំកាន់តែឈឺចាប់គ្មានអ្វីដែលឈឺចាប់ជាងការជួយកូនខ្លួនឯងមិនបាននោះទេបាទវាពិតប្រាកដណាស់ពេលនេះលោកស្រីប្រហែលជាយល់ហើយថាវាគឺជាឈឺចាប់របស់អ្នកណាតើជារបស់អ្នកណាទៅលោករំពេចនោះឯងមុខរបស់ឪពុកក៏ផុសឡើងមកក្នុងអារម្មណ៍មែនហើយពិតប្រាកដណាស់ប៉ាបានបង្កប់ភាពឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំជាសេចក្តីទុក្ខដែលកូនស្រីរបស់ខ្លួនមិនព្រមប្រាប់បញ្ហាសេចក្តីទុក្ខដែលត្រូវបានកូនស្រីរបស់ខ្លួនស្អប់មិននិយាយរកសេចក្តីទុក្ខដែលមិនអាចជួយកូនស្រីរបស់ខ្លួនបានក្នុងនាមខ្លួនជាម្ដាយឪពុករបស់គេម្នាក់
នោះគឺជាសេចក្តីទុក្ខដូចគ្នានឹងខ្ញុំដែលកំពុងតែពិបាកនៅក្នុងពេលនេះលោកប៉ាពិបាកវេទនាចិត្តជាង20ឆ្នាំអេកូនិយាយបណ្ដើរទឹកភ្នែករបស់នាងស្រក់ចុះតាមចង្វាក់នៃអារម្មណ៍ខ្សឹកខ្សួលខ្ញុំយល់ហើយនៅអារម្មណ៍របស់លោកប៉ាហេតុអ្វីបានជាគាត់យំគាត់ឈឺចាប់មករហូតពេលនេះខ្ញុំបានយល់ហើយនៅបញ្ហាទាំងអស់នោះគ្រប់បញ្ហាដែលបានកាត់ឡើងគឺចង់បង្ហាញឲ្យយើងយល់ជាក់ច្បាស់នៅសេចក្តីសំខាន់របស់វាខ្ញុំបានយល់នៅសេចក្តីទុក្ខរបស់លោកប៉ាហើយព្រោះយូតាបានជួយឲ្យខ្ញុំយល់មកពីយូតាមិនព្រមបើកចំហនិយាយបញ្ហាជាមួយនឹងខ្ញុំទាំងកូនប្រុសទាំងឪពុកនិងលោកស្រីផ្ទាល់ទាំងអស់គ្នាមានអារម្មណ៍ដូចគ្នាយូតាមានអារម្មណ៍ដូចអ្វីដែលលោកស្រីធ្លាប់ជួបប្រទះទើបធ្វើឲ្យលោកស្រីបានយល់នៅអ្វីដែលលោកបានជួបអស់រយៈពេលកន្លងមកខ្ញុំចង់អរគុណយូតាខ្ញុំចង់ប្រាប់គេថាអរគុណដែលបានធ្វើឲ្យម៉ាក់យល់នៅសេចក្តីសំខាន់កន្លងមកខ្ញុំស្ដីបន្ទោសឲ្យកូនដែលមិនព្រមប្រាប់បញ្ហាលំបាករបស់ខ្លួនពេលនេះលោកស្រីយល់អំពីយូតាហើយមែនទេចាខ្ញុំយល់ហើយកាលពីខ្ញុំនៅក្មេងខ្ញុំក៏មិនចូលចិត្តលោកប៉ានិយាយរអ៊ូច្រើននោះទេមិនចូលចិត្តនៅពេលដែលលោកប៉ាមករញ៉េរញ៉ៃតាមពិតទៅនោះគឺជាការបង្ហាញនូវក្តីស្រឡាញ់ការព្រួយបារម្ភរបស់លោកប៉ាតែពេលនោះខ្ញុំមិនយល់បែរជាគិតថាគួរឲ្យរំខានទៅវិញប្រហែលជាពេលនេះយូតាក៏មានអារម្មណ៍ដូចគ្នាដែរពធក្តីស្រឡាញ់និងការព្រួយបារម្ភដែលខ្ញុំមានឲ្យទៅគេបែរជារឿងគួរឲ្យរំខានចំពោះគេទៅវិញនេះព្រោះតែការមិនយល់ពីការពិតកាលពីលោកស្រីនៅក្មេងតើលោកស្រីមានអារម្មណ៍ចង់ឲ្យលោកប៉ារបស់លោកស្រីជាមនុស្សបែបណាដែរចា៎ចង់ឲ្យលោកប៉ាមានភាពជឿជាក់ចំពោះខ្ញុំចង់ឲ្យលោកប៉ាគិតថាកូនស្រីរបស់គាត់ពូកែនាងអាចធ្វើបានដែលឡែកក្នុងរឿងយូតាប្រហែលជាខ្ញុំមិនមានភាពជឿជាក់លើគេទេមែនទេខ្ញុំតែងតែគិតខុសថាបើមិនមានខ្ញុំទេយូតាអាចធ្វើអ្វីបានទេយូតាមិនអាចធ្វើអ្វីបានទេទើបខ្ញុំចូលចិត្តសួរពីនេះពីនោះខ្ញុំចង់ផ្ដល់ភាពជឿជាក់ឲ្យយូតាឲ្យបានច្រើនប៉ុន្តែនេះជាកំហុសទៅវិញលោកស្រីបានយល់នៅការលំបាករបស់យូតានិងប៉ារបស់លោកស្រីហើយមែនទេបើដូច្នោះយើងវិលត្រឡប់ទៅរកទំនាក់ទំនងរវាងលោកស្រីនិងស្វាមីរបស់លោកស្រីម្ដងតើលោកស្រីចាំនៅអ្វីដែលយើងបានពិភាក្សាគ្នាកាលពីព្រឹកមិញដែរទេខ្ញុំបានប្រាប់ទៅលោកស្រីថាមូលហេតុយូតាកូនប្រុសសំណប់របស់លោកស្រីត្រូវមិត្តភ័ក្តិធ្វើបាបគឺមកពីលោកស្រីស្អប់មនុស្សដែលនៅក្បែរខ្លួនចា៎ខ្ញុំនៅចាំបានហើយខ្ញុំបានប្រាប់ថាខ្ញុំមិនបានស្អប់ស្វាមីទេគ្រាន់តែខ្ញុំមិនគោរពគាត់បើដូច្នោះមានរឿងអ្វីខ្លះដែលធ្វើឲ្យលោកស្រីគិតថាគាត់គឺជាមនុស្សមានគុណលើលោកស្រីអាចប្រាប់ខ្ញុំបានទេខ្ញុំតែងតែគិតថាគាត់ជាមនុស្សគ្មានការសិក្សាគ្មានទស្សនវិស័យគ្មានសមត្ថភាពក្នុងការដោះស្រាយរឿងយូតាទាំងដឹងថាខ្ញុំពិបាកចិត្តក្នុងរឿងនេះប៉ុណ្ណាក៏ដោយតែបែរជាគាត់គិតថាជាការល្អទៅវិញទោះបីខ្ញុំធ្លាប់រអ៊ូប្រាប់គាត់ពីបញ្ហានេះក្តីប៉ុន្តែខ្ញុំមិនដែលពិភាក្សាឲ្យស៊ីជម្រៅជាមួយគាត់ម្ដងណាទេហើយមិនដែលនឹងគិតថាស្ដាប់យោបល់របស់គាត់ដែរមកដល់ចំណុចនេះអេកូចាប់ផ្ដើមគិតថានាងមើលប្តីក្នុងផ្លូវតែមួយដូចគ្នានឹងឪពុករបស់នាងដែរនាងលន់មាត់ទាំងភ្ញាក់ផ្អើលថាវាដូចអ្វីដែលខ្ញុំធ្លាប់គិតទៅនឹងលោកប៉ាអញ្ចឹងដែរពិតណាស់មនុស្សស្រីភាគច្រើនតែងតែគិតថាមនុស្សប្រុសសុទ្ធតែដូចគ្នាទាំងអស់បើតាមខ្ញុំបានស្ដាប់មកមើលទៅស្វាមីរបស់លោកស្រីហាក់ដូចជាមានការជឿជាក់ទៅលើយូតាច្រើនចាអញ្ចឹងមែនខ្ញុំគួរតែធ្វើតាមស្វាមីរបស់ខ្ញុំទៅបានត្រូវយូតាតែងតែនិយាយរឿងផ្សេងឲ្យប៉ាគេស្ដាប់មកពីប៉ារបស់គេមានការជឿជាក់ទើបយូតាបើកចំហបញ្ហាជាមួយប៉ាខ្ញុំមិនដែលសម្លឹងឃើញនៅចំណុចល្អនេះរបស់គាត់ទេលោកស្រីពិតជាគិតដូច្នោះមែនឬឥឡូវនេះខ្ញុំនឹងឲ្យការងារទៅលោកស្រីធ្វើលោកស្រីសាកសម្រេចចិត្តមើលថាតើត្រូវធ្វើឬក៏មិនធ្វើកាលពីមុននេះ
ខ្ញុំបានណែនាំលោកស្រីឲ្យសរសេរអរគុណនិងសុំទោសប៉ាលោកស្រីតែពេលនេះខ្ញុំចង់ឲ្យលោកស្រីសរសេរវាបន្ថែមទៀតសម្រាប់រៀបរាប់ឲ្យបានច្រើនបំផុតទៅតាមអ្វីដែលលោកស្រីអាចធ្វើបានលោកស្រីសរសេរប៉ុន្មានសន្លឹកក៏បានដែរពេលសរសេររួចហើយលោកស្រីយកក្រដាសមួយសន្លឹកទៀតមកសរសេរថាតើត្រូវប្រព្រឹត្តខ្លួនយ៉ាងដូចម្ដេចចំពោះឪពុកមិនមែនសរសេរដើម្បីដឹងកំហុសរបស់ខ្លួនបានធ្វើអំពើមិនល្អមកលើឪពុកនោះទេគឺដើម្បីឲ្យលោកស្រីបានស្វែងយល់អំពីកិច្ចប្រតិបត្តិចំពោះស្វាមីម្យ៉ាងទៀតនៅពេលយប់ពេលយូតាក់គេងលក់ហើយនោះលោកស្រីត្រូវសម្លឹងមុខដោយក្តីស្រឡាញ់ហើយខ្សឹបដាក់គេថាម៉ាក់អរគុណ100ដងស្ដាប់ហើយគួរឲ្យចង់សាកល្បងណាស់មែនទេចាខ្ញុំនឹងសាកល្បងមើលបន្ទាប់ពីបិទទូរស័ព្ទបញ្ចប់ការសន្ទនាជាមួយលោកយ៉ាងូជីមិនយូរប៉ុន្មានយូតាក៏បានមកដល់ផ្ទះយូតាទុកកាតាបរៀនចោលនៅមុខទ្វាររួចទៅយកស្រោមដៃនិងគ្រាប់បេសបលទៅលេងនៅសួនសាធារណៈដូចសពមួយដងម្សិលមិញត្រូវមិត្តភក្តិដេញធ្វើបាបហើយថ្ងៃនេះនៅតែចង់ទៅលេងនៅសួនសាធារណៈទៀតក្នុងចិត្តអេកូពេញទៅដោយក្តីបារម្ភដើម្បីធ្វើខ្លួនមិនឲ្យបារម្ភជាងនេះអេកូព្យាយាមសរសេរតាមការណែនាំរបស់លោកយ៉ាងូជីមានច្រើនយ៉ាងដែលនាងចង់អរគុណឪពុករបស់នាងដូចជារឿងដែលចង់អរគុណឪពុកលោកប៉ាជាមេជាងសំណង់ធ្វើការងារទាំងនឿយហត់ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារកាលពីនៅតូចខ្ញុំតែងតែគ្រុនក្តៅនៅពេលយប់គ្រប់ពេលលោកប៉ាគឺជាអ្នកបើកឡានជូនខ្ញុំទៅមន្ទីរពេទ្យប៉ាត្រូវធ្វើការងារនៅពេលថ្ងៃប្រហែលជាប៉ាអត់ងងុយខ្លាំងណាស់ហើយមើលទៅដែលត្រូវគេងយប់ជ្រៅដូចនេះកាលនៅពីតូចប៉ាចូលចិត្តនាំទៅដើរលេងសមុទ្រនិងទន្លេប៉ាបង្រៀនឲ្យខ្ញុំចេះហាលទឹកកាលពីខ្ញុំនៅតូចខ្ញុំជឿចិត្តមើលឡុងខ្លាំងណាស់ជារៀងរាល់ឆ្នាំដល់ពេលថ្ងៃកំណើតរបស់ខ្ញុំប៉ាតែងតែទិញមេឡុងធ្វើជាកាដូឲ្យខ្ញុំកាលពីខ្ញុំនៅតូចខ្ញុំធ្លាប់ត្រូវបានកូនគេនៅក្បែរផ្ទះធ្វើបាបប៉ាបានទៅផ្ទះរបស់ក្មេងនោះដើម្បីនិយាយជាមួយឪពុកម្ដាយរបស់គេខ្ញុំបានបន្តការសិក្សានៅសាកលវិទ្យាល័យឯកជនប៉ាគឺជាអ្នកបង់ប្រាក់ឲ្យខ្ញុំរៀនដោយមិនបានរអ៊ូរទាំមួយម៉ាត់ពេលនោះគ្រួសារយើងត្រូវចំណាយលើការចាយវាច្រើនយ៉ាងកាលពីខ្ញុំបានការងារដំបូងប៉ាកំងស៊ូស៊ីមកជប់លៀងនៅផ្ទះវាគឺជាស៊ូស៊ីដែលមានតម្លៃថ្លៃបំផុតប៉ុន្តែបែរជាខ្ញុំនិយាយថាមិនចេះញ៉ាំស៊ូស៊ីទៅវិញប៉ាបាកងធនាគារឲ្យកូនគ្រប់គ្នាព្រមទាំងនិយាយថាទុកប្រើពេលត្រូវការចាំបាច់ជាបន្ទាន់ហើយដាក់ប្រាក់ក្នុងគណនីឲ្យបើទោះបីចំនួនតិចតួចក្តីប៉ាព្យាយាមហុចសិភៅធនាគារនោះមកឲ្យខ្ញុំមុនថ្ងៃរៀបការតែខ្ញុំបានប្រាប់គាត់ថាមិនចង់ដើរកាន់ចុះឡើងផ្ទេរចូលធនាគារល្អជាងហើយខ្ញុំក៏មិនបានទទួលវានៅថ្ងៃនោះដែររឿងដែលចង់សុំទោសបានផុសឡើងមកក្នុងខួរក្បាលរបស់នាងបន្ទាប់ពីបានសរសេរនៅរឿងដែលចង់អរគុណចប់នាងសរសេររឿងដែលចង់អរគុណនិងរឿងដែលចង់សុំទោសលាយឡំនឹងភាពសឹកសួលប៉ាស្រឡាញ់ខ្ញុំដល់ថ្នាក់នឹងឬទោះបីជាខ្ញុំរឹងរូសយ៉ាងណាក៏ប៉ានៅតែស្រឡាញ់ខ្ញុំព្រោះខ្ញុំប្រកាន់តិថិមិនព្រមអភ័យលើកលែងបានជាខ្ញុំមិនបានទទួលនូវក្តីស្រឡាញ់នេះទោះបីជាខ្ញុំបានទទួលក្តីស្រឡាញ់ពីប៉ាច្រើនលើសលប់យ៉ាងណាក៏ខ្ញុំមិនដែលធ្វើអ្វីតបស្នងគាត់ម្ដងណាវិញទេសូម្បីតែបន្តិចក៏គ្មានដែរភ្លាមនោះនាងក៏គិតឃើញថានាងមិនដែលផ្ដល់កិត្តិយសដល់អាជីពប៉ារបស់នាងទេនាងយល់ឃើញថាការងារសំណងគឺជាការងារដែលថោកទាបបំផុតឬជាការងារដែលមិនចាំបាច់ប្រើចំណេះដឹងទោះបីតែដឹងថាខ្លួនរៀនចប់សាកលវិទ្យាល័យបានមកពីការខិតខំប្រឹងធ្វើការរកប្រាក់របស់ឪពុកនាងយ៉ាងណាក្តីនាងទើបតែភ្ញាក់ខ្លួនលើកដំបូងហើយផ្ដើមមានអារម្មណ៍គោរពនិងអរគុណនៅអាជីពរបស់ប៉ានាងពេលនេះនាងក៏កំពុងមាក់ងាយអាជីពរបស់ប្តីនាងថាមិនចាំបាច់ប្រើចំណេះដឹងអារម្មណ៍ដែលធ្លាប់ស្អប់ប្តីថាជាមនុស្សគ្មានការសិក្សាប្រៀបទៅនឹងអារម្មណ៍ដែលនាងធ្លាប់ស្អប់ឪពុកដូច្នេះនាងត្រូវមានរឿងជាច្រើនដែលត្រូវអរគុណប្តីរបស់នាងបន្ទាប់ពីនាងបានគិតដូច្នោះនាងក៏យកក្រដាសមួយសន្លឹកទៀតហើយសរសេរថាតើគួរប្រតិបត្តិជាមួយនឹងឪពុកយ៉ាងដូចម្តេច
មកដល់ត្រង់ចំណុចនេះនាងសរសេរដោយពុំចាំបាច់គិតអ្វីទាំងអស់គឺបង្ហោវាចេញមកតាមសម្រួលបែបអារម្មណ៍ដែលមានពុទ្ធិនិងការភ្ញាក់រលឹកជារឿយៗតើគូប្រតិបត្តិជាមួយនឹងឪពុកយ៉ាងដូចម្ដេចអរគុណចំពោះក្តីស្រឡាញ់របស់ឪពុកដែលបង្កប់ក្នុងអាកប្បកិរិយានិងពាក្យសម្ដីអ្វីដែលត្រូវយល់គឺថាវាគ្មាននរណាម្នាក់ល្អឥតខ្ចោះទោះបីជាឪពុកឬខ្លួនយ៉ាងនោះក្តីត្រូវអរគុណចំពោះលោកដែលខំធ្វើគ្រប់យ៉ាងដើម្បីយើងមិនត្រូវធ្វើខ្លួនជាអ្នកទទួលក្តីស្រឡាញ់តែម្យ៉ាងប៉ុន្តែត្រូវធ្វើខ្លួនជាអ្នកផ្ដល់ក្តីស្រឡាញ់ផងជាពិសេសធ្វើយ៉ាងណាឲ្យលោកសប្បាយចិត្តពេលមិនចូលចិត្តអ្វីមួយត្រូវប្រាប់ពីអារម្មណ៍ពិតដើម្បីបង្កើតទំនាក់ទំនងដ៏ល្អនឹងគ្នាហើយគួរប្រតិបត្តិដល់ស្វាមីដូច្នោះដែរស្វាមីខំប្រឹងធ្វើការដើម្បីគ្រួសារស្វាមីគឺជាគូជីវិតរួមរស់ជាមួយគ្នាក៏ប៉ុន្តែបែរជាខ្ញុំភ្លេចអរគុណគាត់ហើយនេះប្រហែលជាលើកដំបូងដែលខ្ញុំមើលគាត់ក្នុងផ្លូវល្អដោយអ្វីដែលខ្ញុំបានអរគុណប៉ានៅក្នុងថ្ងៃនេះខ្ញុំនឹងនិយាយពីអរគុណគាត់ពេលនាងកំពុងអង្គុយគិតពីបញ្ហាផ្សេងៗខាងក្រៅផ្ទះមេឃក៏ចាប់ផ្ដើមងងឹតថ្ងៃនេះតាំងតែពីព្រឹកអេកូមិនបានធ្វើកិច្ចការងារផ្ទះទេនាងទូរស័ព្ទទៅលោកយ៉ាងូជីតាំងពីម៉ោង 9 ព្រឹករហូតមកដល់ពេលនេះអេកូរវល់តែនឹកគិតរលឹកឡើងវិញនៅអតីតកាលរបស់នាងវីវ៉យដល់ម៉ោងអាហារពេលល្ងាចហើយពេលនោះយូតាក៏ត្រឡប់មកវិញម៉ាក់កូនមានរឿងចង់ប្រាប់មានបញ្ហាអីកូនមានដំណឹងល្អអីចង់ប្រាប់ម៉ាក់ម៉ាក់ស្គាល់ថៃខិមែនទេកាលពីម្សិលមិញនៅសួនសាធារណៈថៃខិបានយកបាល់គប់ដាក់ខ្ញុំអូអញ្ចឹងថៃខិធ្វើបាបកូនដល់ថ្នាក់នឹងផងអំបញ្ញមិញនេះពេលកូនកំពុងដើរត្រឡប់មកផ្ទះវិញថៃខិបានដើរមករកខ្ញុំហើយគេនិយាយថាសុំទោសដែលបានធ្វើបាបឯងកាលពីម្សិលមិញមែនទេអេក៏និយាយទាំងស្រឡាំងកាំងនាងមានអារម្មណ៍ដូចបានជួបនៅវត្ថុស័ក្តិសិទ្ធិហេតុការណ៍ដែលបានកាត់ឡើងនៅថ្ងៃនេះគឺបណ្ដាលមកពីខ្ញុំបានសម្រួលនឹងលោកប៉ាយ៉ាងពិតប្រាកដណាស់នាងមានអារម្មណ៍ដូច្នោះអេកូចង់និយាយជាមួយយូតាឲ្យបានច្រើនតែនាងសម្រេចចិត្តកំងអាហារពេលល្ងាចមកញ៉ាំក្នុងពេលកំពុងរង់ចាំអាហារនាងបាននិយាយទៅកាន់យូតាថាឲ្យម៉ាក់សុំទោសកន្លងមកម៉ាក់និយាយច្រើននឹងចូលចិត្តរអ៊ូរទាំស្ដីបន្ទោសឲ្យកូនចាប់ពីពេលនេះទៅម៉ាក់នឹងប្រុងប្រយ័ត្នក្នុងការនិយាយម៉ាក់នឹងមិននិយាយច្រើនប្រសិនបើយូតាមានអ្វីឲ្យចង់ម៉ាក់ជួយកូនអាចប្រាប់ម៉ាក់បានម៉ាក់ជឿជាក់លើកូនយូតាសប្បាយចិត្តជាខ្លាំងពេលបានលឺម្ដាយខ្លួននិយាយដូចនេះបាទម៉ាក់កូនអរគុណតាមពិតទៅយូតាក៏ចង់ឲ្យម្ដាយរបស់ខ្លួនមានការជឿជាក់មកលើខ្លួនដែរថ្ងៃនេះម្ដេចអីក៏ចម្លែកម្លេះមានតែរឿងល្អៗកើតឡើងយូតានិយាយពេលអេកូបានលឺដូច្នោះធ្វើឲ្យអារម្មណ៍របស់នាងសប្បាយចិត្តមួយរំពេចមិនយូរប៉ុន្មានអាហារក៏បានមកដល់កូនញ៉ាំមុនទៅម៉ាក់ចាំប៉ាឯងមកធ្វើការវិញបានញ៉ាំចម្លែកណាស់ជាធម្មតាម៉ាក់ញ៉ាំមុនប៉ាថ្ងៃនេះម៉ាក់ចង់ញ៉ាំជាមួយប៉ាឯងគាត់ធ្វើការត្រឡប់មកវិញនឿយហត់ហើយញ៉ាំបាយម្នាក់ឯងទៀតម៉ាក់អាណិតប៉ាឯងណាបានអញ្ចឹងខ្ញុំចាំញ៉ាំជាមួយប៉ាដែរបើញ៉ាំជុំគ្រួសារពិតជាសប្បាយណាស់កូនពិតជាមានសន្តានចិត្តដូចជាប៉ារបស់ឯងអញ្ចឹងចម្លែកទៀតហើយជាធម្មតាម៉ាក់តែងតែនិយាយថាប៉ាជាមនុស្សមិនល្អមិនទាន់សម័យម៉ាក់បាននិយាយអញ្ចឹងមែនម៉ាក់គិតខុសខ្លួនឯងប៉ាកូនជាមនុស្សមានសន្តានចិត្តល្អរឹងប៉ឹងនិងជាមនុស្សប្រុសដើមទ្រូង5ហត្ថម៉ាក់និយាយថាបើកូនមិនខំរៀននឹងមិនអាចរកការងារល្អជាងប៉ាបាននោះទេម៉ាក់សុំទោសម៉ាក់គិតរឿងនេះខុសដូចគ្នាការងាររបស់ប៉ាកូនគឺជាការងារសុចរិតជាប្រយោជន៍ដល់អ្នកដទៃប៉ះសិនបើប៉ាកូនមិនខំធ្វើការយើងក៏មិនមានរបស់ញ៉ាំឆ្ងាញ់ៗអញ្ចឹងដែរពួកយើងត្រូវអរគុណគាត់ដឹងអត់ម៉ាក់គិតអញ្ចឹងពិតប្រាកដទេចាពិតហើយពេលលើកអេកូនិយាយដូច្នោះយូតាញញឹមសប្បាយក្នុងចិត្តកូននឹងខំប្រឹងព្យាយាមដើរតាមគន្លងប៉ាម៉ាក់ពាក្យសម្ដីរបស់អេកូប្រៀបបីដូចជាការបើកផ្លូវឲ្យយូតា
កោតគោរពទៅលើឪពុកខ្លួនវាជាពាក្យសម្ដីធ្វើឲ្យយូតាសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមមិនបានមួយសន្ទុះកន្លងផុតទៅប្តីនាងក៏ត្រឡប់មកផ្ទះហើយអ្នកទាំង3នាក់ក៏បានញ៉ាំអាហារពេលល្ងាចជុំគ្នាប្រហែលជាមកពីការបានញ៉ាំបាយពេលល្ងាចជុំគ្នាទើបថ្ងៃនេះធ្វើឲ្យប្តីរបស់នាងសប្បាយចិត្តជាខ្លាំងគាត់ពិសាបាយមាន់ហៃណាន់ក៏ត្រជាក់ដោយពោលពាក្យថាឆ្ងាញ់មិនដាច់ពីមាត់នៅពេលស្វាមីរបស់នាងកំពុងងូតទឹកយូតាក៏ចូលគេងមើលថាយូតាបានគេងលក់ហើយអេកូក៏សម្លឹងមើលមុខដោយខ្សឹបក្នុងចិត្តថាម៉ាក់អរគុណពាក្យសម្ដីនោះបានធ្វើឲ្យនាងចាប់ផ្ដើមមានអារម្មណ៍ចង់អរគុណកូនចេញពីក្រអៅបេះដូងពិតរយៈពេលកន្លងមកនេះខ្ញុំមានអារម្មណ៍បន្ទោសកូនថាគឺជាអ្នកធ្វើឲ្យខ្ញុំលំបាកចិត្តក៏ប៉ុន្តែព្រោះកូនបានធ្វើឲ្យម៉ាក់យល់ដឹងច្បាស់នៅការពិតកូនទេគឺជាអ្នកនាំម៉ាក់ទៅរកផ្លូវដ៏ត្រឹមត្រូវពេលគិតដូច្នោះនាងក៏ចាប់ផ្ដើមមើលឃើញកូនរបស់នាងប្រៀបដូចជាកូនទេវតាតូចមួយទឹកភ្នែករបស់នាងក៏ស្រក់ចុះមកដោយមិនដឹងខ្លួនថ្ងៃនេះអេកូនាងយំពេញមួយថ្ងៃសំឡេងទូរស័ព្ទក៏បានបន្លឺឡើងមានផ្សារផ្ញើចូលមកក្នុងទូរស័ព្ទសារនោះជាសំណេររបស់ម្ដាយនាងផ្ញើជូនចំពោះអេកូប៉ារបស់កូនបានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃនេះឲ្យម៉ាក់ស្ដាប់អស់ហើយប៉ារបស់កូននិយាយបណ្ដើយំបណ្ដើម៉ាក់ក៏សប្បាយចិត្តរហូតដល់ទប់ទឹកភ្នែកមិនបានដូចគ្នាប៉ារបស់កូនបានប្រាប់ម៉ាក់ថាតាំងតែពីកើតពីពោះម្ដាយមក70ឆ្នាំជាងហើយថ្ងៃនេះគឺជាថ្ងៃដែលមានសេចក្តីសុខបំផុតក្នុងជីវិតជាធម្មតាប៉ារបស់កូនតែងតែញ៉ាំស្រាពេលពិសាអាហារពេលល្ងាចប៉ុន្តែថ្ងៃនេះគាត់បាននិយាយថាបើផឹកស្រវឹងទៅខ្លាចមិនបានសប្បាយចិត្តទើបគាត់មិនបានញ៉ាំពេលណាទើបកូនមកលេងផ្ទះម្ដងទៀតម៉ាក់ប៉ានៅរងចាំណាពីម៉ាក់លោកប៉ាជាមនុស្សមិនអាចខ្វះស្រាបានទេនេះប៉ារហូតដល់ថ្នាក់មិនញ៉ាំស្រាផងពាក្យសម្ដីដែលខ្ញុំបាននិយាយជាមួយប៉ាអាចធ្វើឲ្យគាត់មានសេចក្តីសុខដល់ម្លឹងផងកន្លងមកទោះឈឺប៉ុណ្ណាក៏ប៉ាមិនអាចអត់ស្រាបានប៉ាញ៉ាំរហូតព្រោះដើម្បីបំបត្តិកង្វល់ទេដឹងណោះហើយទឹកភ្នែករបស់អេកូហូរធ្លាក់ចុះមកម្ដងទៀតមានរឿងអ្វីហេតុអីបានជាអូនយំប្តីរបស់នាងសួរគណៈពេលចេញមកពីបន្ទប់ទឹកអេកូបានរៀបរាប់រឿងរ៉ាវដែលបានកាត់ឡើងនៅថ្ងៃនេះឲ្យប្តីនាងស្ដាប់ឥតចន្លោះកាលពីព្រឹកមិញខ្ញុំបានខលទៅរកលោកយ៉ាងូជីហើយបានសរសេររឿងរ៉ាវជាច្រើនតាក់ទងនឹងកំហឹងដែលខ្ញុំមានចំពោះប៉ារួមទាំងសរសេរទុកកង្វល់ទាំងអស់ចូលទៅក្នុងក្រដាសពេលថ្ងៃខ្ញុំខលទូរស័ព្ទទៅរកលោកប៉ាហើយបាននិយាយគ្នាជាច្រើនរឿងអញ្ចឹងផងប៉ាក៏យំដែរមែនទេប្តីរបស់នាងទឹកភ្នែកឡើងរលីងរលោងពេលស្ដាប់អេកូរៀបរាប់រឿងរ៉ាវហើយនាងក៏បាននិយាយប្រាប់រឿងមិត្តភក្តិយូតាបានមកសុំទោសមានរឿងចម្លែកខ្លះដែលយើងនឹកស្មានមិនដល់វាក៏អាចកាត់ឡើងបានដែរណាមែនតើទៅបងក៏មិនសិលយល់អំពីពិធីការរបស់លោកយ៉ាងូជីប៉ុន្មានដែរក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបងឃើញអូនសប្បាយចិត្តឡើងវិញពេលឮដូច្នោះអេកូទប់ទឹកភ្នែករបស់ខ្លួនមិនបានព្រមទាំងពោលពាក្យសុំទោសប្តីអរគុណអូនត្រូវអរគុណបងថ្ងៃនេះខ្ញុំមានអារម្មណ៍ថាបងគឺជាប្តីដែលគួរឲ្យគោរពជាទីបំផុតអភ័យទោសឲ្យអូនផងកន្លងមកអូនមិនដែលមើលឃើញនៅទង្វើល្អរបស់បងស្វាមីគ្រាន់តែបានឮពាក្យសុំទោសរបស់អេកូទឹកភ្នែកក៏ហូរធ្លាក់ចុះមកដោយមិនដឹងខ្លួនស្អែកឡើងអេកូខលទូរស័ព្ទទៅលោកយ៉ាងូជីដើម្បីថ្លែងអំណរគុណដែលតាមពិតទៅកាលពីព្រលឹមប្តីរបស់នាងក៏បានខលទៅដែរព្រឹកមិញនេះខ្ញុំក៏បានទទួលទូរស័ព្ទស្វាមីលោកស្រីដែរខ្ញុំពិតជាត្រេកអរណាស់ដោយការណែនាំរបស់ខ្ញុំជាប្រយោជន៍អាចជួយដល់លោកស្រីខ្ញុំសូមកោតសរសើរនៅភាពក្លាហានរបស់លោកស្រីបន្ទាប់ពីនេះទៅគឺជាដំណាក់កាលដ៏សំខាន់បំផុតជារៀងរាល់ថ្ងៃលោកស្រីត្រូវបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនិងនិយាយក្នុងចិត្តថាអរគុណឲ្យបាន100ដងទៅកាន់ឪពុកស្វាមីនិងយូតាល្ងាចថ្ងៃនោះម៉ាក់កូនត្រឡប់មកវិញហើយ
យូតាត្រឡប់មកផ្ទះវិញដោយភាពរីករាយម៉ាក់ចាំស្ដាប់ណាថ្ងៃនេះមិត្តភក្តិខ្ញុំបានបបួលខ្ញុំទៅលេង baseball ខ្ញុំទៅលេងសិនហើយណាយូតាដើរទៅយកស្រោមដៃហើយក៏រត់ចេញទៅភ្លាមអេកូទឹកភ្នែករលីងរលោងម្ដងទៀតនាងរំជួលចិត្តរហូតដល់និយាយលេងចេញសូម្បីតែពាក្យថាកូនទៅចុះអត្ថបទនេះដកស្រង់ចេញពីសៀវភៅច្បាប់របស់កេងចក់រក្សាសិទ្ធិសម្លេងដោយវិបស្សនា